ការសង្ខេបសក្តិអធិប្បាយថ្ងៃទី7ខែមិថុនា2026ថ្ងៃនេះយើងនឹងពិនិត្យមើលព្រះគម្ពីរម៉ាថាយជំពូក9ខ9ដល់ខ13ដែលរៀបរាប់អំពីសាច់រឿងដែលព្រះយេស៊ូវបានហៅលោកម៉ាថាយនិងការឆ្លើយតបរបស់លោកម៉ាថាយចំពោះការទទួលបានសេចក្តីមេត្តាករុណាពីព្រះយេស៊ូវបទគម្ពីរទាំងមូលនេះអាចសង្ខេបជាពាក្យមួយម៉ាត់គឺសេចក្តីមេត្តាករុណាព្រះយេស៊ូវបង្រៀនយើងថាក្នុងនាមជាសិស្សទ្រង់យើងអ្វីដែលល្អបំផុតដែលយើងអាចធ្វើថ្វាយព្រះជាម្ចាស់គឺទទួលបទពិសោធន៍និងការផ្ដល់សេចក្តីមេត្តាករុណាវាអាចជាជំនួយក្នុងការគិតអំពីសេចក្តីមេត្តាករុណាបែបនេះការទទួលបទពិសោធន៍ពីសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវគឺដូចជាការលោតចូលទៅក្នុងអាងហែលទឹកនៅពេលដែលយើងលោតចូលទៅហើយដឹងថាទឹកនោះមានអារម្មណ៍ល្អកម្រិតណាយើងចង់បបួលអ្នកដទៃឲ្យមកលោតចូលជាមួយយើងដែរដូច្នេះចូលយើងមើលថាតើលោកម៉ាថាយបានទទួលបទពិសោធន៍ពីអាងទឹកនៃសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវយ៉ាងដូចម្តេចហើយថាតើលោកបានបបួលអ្នកដទៃឲ្យមកទទួលបទពិសោធន៍នៃសេចក្តីមេត្តាករុណានេះដោយស្វ័យប្រវត្តិយ៉ាងដូចនេះដែរមុននឹងយើងចាប់ផ្ដើមវាជារឿងសំខាន់ក្នុងការកំណត់និយមន័យនៃសេចក្តីមេត្តាករុណានៅក្នុងភាសាដើមនៃព្រះគម្ពីរពាក្យនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅវាពិពណ៌នាអំពីសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់បែបគ្រួសារជារឿយៗវាត្រូវបានបកប្រែថាសេចក្តីស្រឡាញ់ដ៏នៅស្ថិតស្ថេរដូច្នេះនៅពេលព្រះយេស៊ូវបង្ហាញសេចក្តីមេត្តាករុណាទ្រង់មិនមែនមានន័យត្រឹមតែការមានចិត្តសប្បុរសនោះទេសម្រាប់ព្រះយេស៊ូវការបង្ហាញសេចក្តីមេត្តាករុណាវាមានន័យថាយើងស្រឡាញ់នរណាម្នាក់ដោយសេចក្តីស្រឡាញ់បែបដូចគ្នាទៅនឹងអ្វីដែលយើងបង្ហាញចំពោះអ្នកដែលជិតស្និទ្ធបំផុតនឹងយើងលោកម៉ាថាយបានទទួលបទពិសោធន៍នៃសេចក្តីមេត្តាករុណាបែបនេះមុនគេរួចហើយលោកក៏បានបបួលអ្នកដទៃឲ្យមកទទួលបទពិសោធន៍នោះដែរព្រះគម្ពីរម៉ាថាយជំពូក9ខ9ចាប់ផ្ដើមដោយព្រះយេស៊ូវយាងកាត់កន្លែងទីពន្ធហើយបានតតឃើញលោកម៉ាថាយគឺជាអ្នកប្រមូលពន្ធម្នាក់ដែលគេស្អប់ខ្ពើមលោកបានក្បត់វប្បធម៌ផ្ទាល់ខ្លួនដោយធ្វើការឲ្យចក្រភពរ៉ូមហើយថែមទាំងបានដោយសារការយកពន្ធហួសកម្រិតលើមិត្តភ័ក្តិនិងក្រុមគ្រួសាររបស់ខ្លួនទៀតផងទោះជាយ៉ាងណាក៏ដោយនៅពេលព្រះយេស៊ូវទតឃើញលោកទ្រង់បានឃើញរាល់អំពើខុសឆ្គងដែលលោកបានធ្វើប៉ុន្តែទ្រង់ក៏បានឃើញថាលោកកំពុងតែឯកោនិងវង្វេងផ្លូវដែរដូច្នេះព្រះយេស៊ូវបានហៅលោកឲ្យមកចូលរួមក្នុងក្រុមអ្នកដើរតាមទ្រង់លោកម៉ាថាយមានចិត្តត្រេកអរជាខ្លាំងដែលនៅក្នុងព្រះគម្ពីរបានរៀបរាប់ថាលោកម៉ាថាយបានរៀបចំពិធីជប់លៀងមួយនៅក្នុងផ្ទះរបស់លោកដូច្នេះព្រះយេស៊ូវនិងអ្នកដើរតាមទ្រង់បានអបអរសាទរបរិភោគនិងពិសារួមគ្នាជាមួយទាំងអ្នកទារពន្ធនិងមនុស្សមានបាបដទៃទៀតនៅពេលលោកម៉ាថាយបានទទួលបទពិសោធន៍ពីសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់អ្វីដំបូងបង្អស់ដែលលោកបានធ្វើគឺការអបអរសាទរនិងការបបួលអ្នកដទៃឲ្យមកទទួលបទពិសោធន៍នៃសេចក្តីមេត្តាករុណានោះដែរនៅក្នុងវប្បធម៌របស់ពួកគេការបរិភោគការពិសាជាមួយគ្នាគឺជាសញ្ញានៃការរាប់អានយ៉ាងជិតស្និទ្ធនិងការរួបរวมគ្នាដូច្នេះព្រះយេស៊ូវកំពុងបង្ហាញសេចក្តីមេត្តាករុណារបស់ទ្រង់ដល់ពួកគេដោយបង្ហាញពួកគេថាពួកគេត្រូវបានទទួលឲ្យចូលទៅក្នុងគ្រួសារនៃព្រះជាម្ចាស់ប៉ុន្តែនៅពេលពួកផារ៉ាស៊ីបានឮអំពីពិធីជប់លៀងនេះពួកគេបានមកសួរថាហេតុអ្វីបានជាព្រះយេស៊ូវចូលរួមជាមួយពួកមនុស្សមានបាបទាំងនេះក្នុងការអបអរសាទរទៅវិញពួកគេប្រហែលជាមានអារម្មណ៍ទាស់ចិត្តដោយគិតថាតើព្រះយេស៊ូវមិនគួរគប្បីបរិភោគជាមួយយើងជំនួសឲ្យពួកមនុស្សមានបាបទេឬតើទ្រង់ទទួលយកទង្វើរបស់ពួកគេមែនឬ
តើទ្រង់កំពុងធ្វើឲ្យខ្លួនឯងទៅជាមិនស្អាតស្អំឬនៅក្នុងខ12 13ព្រះយេស៊ូវមានបន្ទូលថាមនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេមានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការចូលអ្នករាល់គ្នាទៅរិះគិតមើលសេចក្តីដែលមានចែងទុកមកថាយើងមិនចង់បានយ៉ាញ់បូជាទេគឺចង់បានតែសេចក្តីមេត្តាករុណាប៉ុណ្ណោះមានន័យដូចម្ដេចខ្ញុំមិនមែនមករកមនុស្សសុចរិតទេគឺមករកមនុស្សបាបដូច្នេះទ្រង់យល់ស្របថាពួកគេកំពុងតែឈឺប៉ុន្តែផ្លូវតែមួយគត់ដែលពួកគេអាចជាសះស្បើយបានគឺដោយសារការជួបគ្រូពេទ្យតើមានប្រយោជន៍អ្វីទៅបើគ្រូពេទ្យម្នាក់មិនដែលជួបអ្នកជំងឺសោះនោះព្រះយេស៊ូវបានដកស្រង់សម្ដីរបស់ហោរ៉ាហូសេពីព្រះគម្ពីរសញ្ញាចាស់ដោយមានបន្ទូលថាយើងមិនចង់បានយ៉ាញ់បូជាទេគឺចង់បានតែសេចក្តីមេត្តាករុណាប៉ុណ្ណោះនិយាយម្យ៉ាងទៀតព្រះជាម្ចាស់សពបហារតីនិងទង្វើនៃក្តីអាណិតអាសូរជាងទង្វើខាងសាសនាផ្សេងទៀតនេះគឺជាឧទាហរណ៍ដ៏សាមញ្ញមួយសម្រាប់យើងនៅថ្ងៃនេះចូលសម័យថាយើងកំពុងបើកបរទៅព្រះវិហារហើយយើងឃើញមានគ្រោះថ្នាក់ចរាចរណ៍ម៉ូតូមួយមើលទៅហាក់ដូចជាមាននរណាម្នាក់រងរបួសហើយពួកគេប្រហែលជាត្រូវការជំនួយពីយើងតើវាជារឿងត្រឹមត្រូវទេក្នុងការធ្វើមិនដឹងមិនឮដាក់ពួកគេដើម្បីកុំឲ្យយើងទៅព្រះវិហារយឺតទេប៉ុណ្ណាយើងគួរតែឈប់ដើម្បីជួយពួកគេនេះគ្រាន់តែជាឧទាហរណ៍ដ៏ងាយស្រួលមួយប៉ុណ្ណោះមានឧទាហរណ៍ជាច្រើនទៀតដែលយើងផ្ដល់អតិភិបលើការបង្ហាញខ្លួនជាអ្នកប្រតិបត្តិតាមសាសនាជាងការបម្រើអ្នកដទៃដូច្នេះនៅក្នុងសាច់រឿងនេះតើអ្នកមានអារម្មណ៍ដូចជាលោកម៉ាថាយឬដូចជាពួកផារ៉ាស៊ីជាងលោកម៉ាថាយមានអារម្មណ៍ថានៅឆ្ងាយពីព្រះជាម្ចាស់និងឯកោលោកប្រហែលជាមានអារម្មណ៍ថាខ្លួនបានធ្វើរឿងអាក្រក់ច្រើនពេករហូតមិនអាចទទួលបានការទទួលស្គាល់ប្រសិនបើអ្នកមានអារម្មណ៍បែបនេះព្រះជាម្ចាស់កំពុងហៅអ្នកនៅពេលនេះហើយប្រសិនបើអ្នកកំពុងឈឺចូលមកជួបគ្រូពេទ្យចុះទ្រង់មិនញញើតក្នុងការនៅចិត្តអ្នកឡើយឬជារឿយយើងមានអារម្មណ៍ដូចជាពួកផារ៉ាស៊ីយើងមានមោទនភាពចំពោះខ្លួនឯងហើយមានអារម្មណ៍ថាយើងល្អគ្រប់គ្រាន់ដោយខ្លួនឯងហើយប៉ុន្តែនៅសាច់រឿងនេះពួកផារ៉ាស៊ីមិនអាចទទួលបទពិសោធន៍ពីសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់បានទេពីព្រោះពួកគេមិនបានបន្ទាបខ្លួនដើម្បីទទួលសេចក្តីមេត្តាករុណារបស់ព្រះឡើយអ្វីដែលល្អបំផុតដែលយើងអាចធ្វើថ្វាយព្រះជាម្ចាស់គឺការទទួលបទពិសោធន៍និងការផ្ដល់សេចក្តីមេត្តាករុណាដូច្នេះចូលទូលសូមព្រះជាម្ចាស់ធ្វើឲ្យអ្នកមានចិត្តបន្ទាបខ្លួនដើម្បីឲ្យអ្នកអាចទទួលសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់បានព្រះជាម្ចាស់កំពុងហៅអ្នកឲ្យទទួលនិងផ្ដល់សេចក្តីមេត្តាករុណាទោះបីជាអ្នកទាពន្ធឬជាពួកផារ៉ាស៊ីក៏ដោយលោតចូលទៅក្នុងអាងទឹកនៃសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ដើម្បីឲ្យអ្នកអាចបបួលអ្នកដទៃឲ្យមកធ្វើដូចគ្នាដែរការសង្ខេបស្អីតបាយសម្រាប់ថ្ងៃនេះចប់តែប៉ុណ្ណេះសូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូនអរគ្នា